រឿងទី22អណ្ដូងទឹកនៅវាលខ្សាច់ក្មេង4នាក់ធ្វើដំណើរជាមួយគ្រូទៅសិក្សាពីធម្មជាតិក្នុងតំបន់ស្ងួតពេលកំពុងដើរពួកគេចាប់ផ្ដើមអស់ទឹកផឹកមិត្តម្នាក់និយាយថាយើងគួរតែផឹកទឹកដែលនៅសល់ឲ្យលឿនមុនពេលវាអស់តែស្រីឈ្មោះម៉ាលីនិយាយថាយើងត្រូវចែកស្មើៗគ្នាហើយរកវិធីសន្សំទឹកពួកគេចែកទឹកស្មើៗនិងដើរតាមសញ្ញាបាក់សីហោះជុំវិញមួយកន្លែងទីនោះមានអណ្ដូងទឹកតូចមួយគ្រូញញឹមហើយនិយាយថាបញ្ហាមិនមែនដើម្បីភ័យខ្លាចតែដើម្បីគិតដោះស្រាយអត្ថន័យអប់រំសន្សំធនធាននិងគិតយ៉ាងប្រាជ្ញាការសហការគ្នាជួយឲ្យឆ្លងកាត់វិបត្តិរឿងទី23ដំណើរទៅភពពណ៌ខៀវក្រុមក្មេងៗចូលរួមកម្មវិធីវិទ្យាសាស្ត្រនៃសាលាពួកគេសាងសង់យានអវកាសគំរូហើយស្រមៃថាកំពុងធ្វើដំណើរទៅភពថ្មីមួយនៅក្នុងសាច់រឿងស្រមៃពួកគេទៅដល់ភពពណ៌ខៀវដែលគ្មានរុក្ខជាតិនិងគ្មានទឹកពួកគេយល់ថាភពនោះស្ងួតព្រោះមនុស្សនៅទីនោះមិនថែរក្សាបរិស្ថានក្មេងៗត្រឡប់មកផែនដីក្នុងការស្រមៃហើយសន្យាថាយើងនឹងថែរក្សាផែនដីមុនពេលវាយឺតពេលគ្រូសិក្សាពួកគេហើយនិយាយថាការសិក្សាវិទ្យាសាស្ត្រជួយឲ្យយើងយល់ពីតម្លៃផែនដីអត្ថន័យអប់រំស្រឡាញ់ផែនដីនិងបរិស្ថានការអប់រំជួយបង្កើតចក្ខុវិស័យអនាគតទេដោយក្នុងបេះដូងក្មេងប្រុសឈ្មោះសុផតចូលចិត្តដំណើរផ្សងព្រេងថ្ងៃមួយគាត់បាត់ផ្លូវក្នុងព្រៃតូចក្បែរភូមិដំបូងគាត់ភ័យខ្លាចប៉ុន្តែគាត់ចងចាំអ្វីដែលគ្រូបានបង្រៀនបើបាត់ផ្លូវត្រូវឈប់ស្ងប់ស្ងាត់ហើយគិតសុផតសង្កេតមើលព្រះអាទិត្យនិងស្ដាប់សំឡេងទឹកហូរគាត់ដើរតាមទឹកហើយរកផ្លូវត្រឡប់មកវិញបានថ្ងៃនោះគាត់យល់ថាទីដ៏ពិតមិនមែនត្រឹមតែផែនទីទេប៉ុន្តែស្ថិតនៅក្នុងការគិតយ៉ាងស្ងប់ស្ងាត់អត្ថន័យអប់រំកុំភ័យនៅពេលបញ្ហាប្រើប្រាជ្ញានិងការសង្កេតដើម្បីដោះស្រាយ